ឧទ្យានជាតិព្រះសរាមរិទ្ធកុសមគិរីរម្យដែលគ្រប់គ្នាស្គាល់ថាជាឧទ្យានជាតិគិរីរម្យជាឧទ្យានជាតិនៃព្រះរាជាណាចក្រកម្ពុជាដែលមានកម្ពស់រហូត700ម៉ែត្រថ្ងៃនេះមរតកខ្មែរសូមនាំអារម្មណ៍ទាំងអស់គ្នាមកតាមដានទស្សនានៅប្រវត្តិភ្នំគិរីរម្យដូចតទៅពេលយើងធ្វើដំណើរលើផ្លូវជាតិលេខ4ឆ្ពោះទៅកាន់ខេត្តព្រះសីហនុនៅត្រង់បង្គោលគីឡូម៉ែត្រលេខ87យើងនឹងទៅផ្លូវបត់ស្ដាំឆ្ពោះទៅកាន់ឧទ្យានជាតិព្រះសរាមរិទ្ធកុសមឬឧទ្យានជាតិគិរីរម្យដែលធ្លាប់ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដ៏ល្បីនៅក្នុងប្រទេសកម្ពុជាសម័យសង្គមរាស្ត្រនិយមហើយក៏ជាសមិទ្ធផលមួយដែលបន្សល់ទុកជាស្នាមប្រហោះរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុផងដែរឧទ្យានជាតិព្រះសរាមរិទ្ធឬឧទ្យានជាតិគិរីរម្យនេះត្រូវបានបង្កើតឡើងនៅឆ្នាំ1940ដោយនាយកដ្ឋានគង្គានិងរុក្ខាប្រមាញ់ដោយគ្របដណ្ដប់លើផ្ទៃដីប្រមាណ 8401 ហិកតានិងស្ថិតនៅខ្ពង់រាបមានរយៈកម្ពស់300ទៅ1000ម៉ែត្រពីនីវ៉ូទឹកសមុទ្ររមណីយដ្ឋានឧទ្យានជាតិគិរីរម្យត្រូវបានយាងធ្វើព្រះរាជទស្សនកិច្ចដោយសម្ដេចព្រះនរោត្តមសីហនុជាលើកដំបូងតាមរយៈដំរីនៅឆ្នាំ1944នៅគ្រានោះព្រះអង្គក៏បានសពរិយាហឫទ័យនិងសម្រស់នៃព្រៃធម្មជាតិលម្អដោយដើមស្រល់និងទឹកជ្រោះទឹកធ្លាក់និងសត្វមរគីមរគាជាច្រើនដំបូងរស់នៅទីនោះព្រះអង្គមានព្រះរាជតម្រិះថាព្រៃស្រល់នេះមានតែនៅក្នុងប្រទេសបារាំងតែប៉ុណ្ណោះមិននឹកស្មានថាព្រៃស្រល់នេះមាននៅក្នុងប្រទេសកម្ពុជាយើងឡើយទ្រង់ក៏បានរាជានុញ្ញាតឲ្យអ្នកជំនាញបច្ចេកទេសសិក្សានិងកំណត់ឈ្មោះតំបន់នោះថាខ្ពង់រាបគិរីរម្យនិងត្រាស់បង្គាប់ឲ្យនាយកដ្ឋានគង្គានិងរុក្ខាប្រមាញ់សាងសង់ព្រះរាជដំណាក់នៅត្រង់ចំណុចអូខ្សាច់សក្រោយមកទៀតទ្រង់ក៏បានកសាងផ្លូវនិងស្ពាននានានៅទូទាំងតំបន់គិរីរម្យសម្រាប់បម្រើឲ្យវិស័យទេសចរណ៍ជាអកុសលនៅឆ្នាំ1949តំបន់ឧទ្យានជាតិគិរីរម្យនេះបានធ្លាក់ក្រោមការគ្រប់គ្រងរបស់ខ្មែរអ៊ីស្រាអែលរយៈពេល1ឆ្នាំធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងតំបន់គិរីរម្យត្រូវបានដុតបំផ្លាញដោយក្រុមប្រដាប់អាវុធឧទ្យានជាតិព្រះសរាមរិទ្ធឬឧទ្យានជាតិកុសមគិរីរម្យត្រូវបានចាប់ផ្ដើមមានមុខមាត់និងបានបង្អួតភ្ញៀវទេសចរជាតិនិងអន្តរជាតិសាជាថ្មីក្រោយព្រះបាទនរោត្តមសីហនុទ្រង់ទាមទារឯករាជ្យពីអាណានិគមនិយមបារាំងឆ្នាំ1953ពេលនោះព្រះអង្គក៏បានរាជានុញ្ញាតឲ្យនាយកដ្ឋានគង្គានិងរុក្ខាប្រមាញ់ចាប់ផ្ដើមដំណើរការការងារនិងសកម្មភាពគ្រប់គ្រងព្រៃឈើរបស់ខ្លួនក្នុងតំបន់គិរីរម្យឡើងវិញយ៉ាងណាមិញឧទ្យានជាតិព្រះសរាមរិទ្ធឬឧទ្យានជាតិគិរីរម្យនេះត្រូវបានប្រគល់សិទ្ធិនិងប្រគល់ប្រសិទ្ធនាមឈ្មោះថ្មីមួយទៀតថាគឺជាក្រុងជូឡុងឬបូរីជូឡុងដោយហេតុថាសម្ដេចញឹកក្រីជូឡុងពេលនោះគឺជាសកម្មជនម្នាក់ដ៏សំខាន់ក្នុងការរួមវិភាគទាននិងចលនាប្រដាប់អាវុធនិងចលនាប្រជាជនដើម្បីស្ថាបនាទីក្រុងទេសចរណ៍ដ៏ប្រណិតនេះឡើងសូមបញ្ជាក់ថាដោយសារវីរភាពស្មោះស្ម័គ្ររបស់សម្ដេចចក្រីញឹកជូឡុងមានចំពោះជាតិសាសនាមាតុភូមិនិងព្រះមហាក្សត្រនៅឆ្នាំ1962តំបន់គិរីរម្យត្រូវបានកសាងឡើងវិញជាទីក្រុងទេសចរណ៍ដោយបានដាក់ឈ្មោះថាក្រុងជូឡុងឬហៅថាបូរីជូឡុងដើម្បីផ្ដល់ជាកិត្តិយសដល់លោកញឹកជូឡុងមូលហេតុដែលក្រុងនេះត្រូវបានកំណត់ឈ្មោះថាក្រុងជូឡុងដោយសារលោកញឹកជូឡុងនៅពេលនោះគឺជាសកម្មជនម្នាក់ដ៏សំខាន់នៅក្នុងការចូលរួមវិភាគទាននិងចលនាប្រជាជនដើម្បីស្ថាបនាទីក្រុងទេសចរណ៍ដ៏ប្រណិតនេះឡើងនៅក្នុងបរិវេណឧទ្យានជាតិគិរីរម្យឬបូរីជូឡុងនេះក៏មានដូចជាចំការតែជាច្រើនហិកតាសួនការអុកគីដេវារីអគ្គិសនីសាពិព័រណ៍សម្រាប់កងយុទ្ធពលខេមរៈភូមិន្ទរោងចក្រចំនួន3និងមានប្រលានអធិបតេយ្យស្ថិតនៅជិតអតីតរាជដំណាក់ដែលបានកសាងឡើងក្នុងឆ្នាំ1962រហូតដល់ឆ្នាំ1965តាមរយៈលោកទេពមានអភិបាលស្រុកភ្នំស្រួយបានរំលឹកឡើងផងថាខ្ញុំចាំថារាជរដ្ឋាភិបាលកម្ពុជាក៏បានចុះបញ្ជីរមណីយដ្ឋានឧទ្យានជាតិគិរីរម្យឬក៏ឧទ្យានជាតិព្រះសរាមរិទ្ធកុសមដែលមានផ្ទៃដីចំនួន 3500 ហិកតាតាមព្រះរាជក្រឹត្យរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុវរ្ម័នចុះថ្ងៃទី1ខែវិច្ឆិកាឆ្នាំ1993លោកបានដឹងថាឧទ្យានជាតិនេះបានបើកសម្ពោធដោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី5ខែមិថុនាឆ្នាំ1995រហូតមកដល់បច្ចុប្បន្ននេះបន្ទាប់ពីបានទស្សនារួចមកតើទាំងអស់គ្នាចង់អញ្ជើញទៅទស្សនាដែរឬទេសូមបងប្អូនទាំងអស់គ្នាជួយ Subscribe និង Like មួយផងសូមអរគុណ